ជុល15កេសទឹកសុទ្ធ150យួរមី2កេសទូងឈ្មោះសំរោងជ័យមនីដេជះសែនជ័យសូមថ្លែងអំណរគុណឯកឧត្តមគតិបណ្ឌិតពេជ្រប៊ុនធិនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះនៅលើជំទាវជួយឧបត្ថម្ភទូកងទាំងស្រុងក្នុងព្រឹត្តិពិធីបុណ្យអុំទូកនៅក្នុងឱកាសនេះផងដែរទូកងខេត្តក្រចេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអឹមឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញលើជំទាវនៅអាវ1000មួក1000ឯកឧត្តមគតិបណ្ឌិតពេជ្រប៊ុនធិនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះនិងលោកជំទាវឧបត្ថម្ភអង្គចំនួន2តោនថវិកាចំនួន22លាន320,000រៀលទឹកសុទ្ធចំនួន929យួរបាកាសចំនួន90កេសត្រីខចំនួន2កេសត្រីចំហុយចំនួន80គីឡូក្រាមទឹកត្រីចំនួន30យួរទឹកស៊ីអ៊ីវចំនួន20យួរមីចំនួន20កេសឯកឧត្តមសចម្រុងអភិបាលខេត្តកោះចេះនៅលើជំទាវឧបត្ថម្ភថវិកាចំនួន13លានរៀលអង្គចំនួន200អង្គចំនួន2000គីឡូក្រាមត្រីខចំនួន13កេសមីចំនួន65កេសទឹកសុទ្ធអង្គគឺខ្សែទឹកចំនួន100កេស150កេសនេះបាទការពីជើងទី1នេះបាទទទួលបានជាជំនះម្ដងហើយមកពីខេត្តត្បូងឃ្មុំបាទទូកនេះលឿនតែម្ដងមហាគ្រុឌបាទហើយចំណែកឯខ្សែទឹកខាងក្រៅនោះគឺច័ន្ទវង្សាមហាដេជះដែលមកពីខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញឥឡូវនេះយើងឃើញថាមហាគ្រុឌបានបោះពួរយ៉ាងលឿនបាទសង្កត់យកតែម្ដងបាទសម្ដៅរកទីប្រត់ហើយឥឡូវនេះអាចសន្និដ្ឋានហើយឃើញថាមហាគ្រុឌបាទទទួលបានជ័យជំនះទាំងពីរជើងតែម្ដងទៅលើច័ន្ទវង្សាមហាសែនដេជះ